អាជ្ញាធរខណ្ឌកំពូលចុះស្ថាបនានិងពិនិត្យការជួសជុលផ្លូវដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទោះស្ថិតក្នុងកលៈទេសៈថវិកានៅមានកម្រិតយ៉ាងណាក៏ដោយក្រោមការដឹកនាំក្នុងការអភិវឌ្ឍខណ្ឌកំពូលលោកខឹមសុនសូដាអភិបាលនៃគណៈអភិបាលខណ្ឌកំពូលដោយថវិកានៅមានកម្រិតនារដូវវស្សាដោយមានកន្លែងខ្លះត្រូវជួសជុលផ្លូវបេតុងសម្បុកមាន់ក្រឡុករុនក្បាយខំនិងមានទឹកដក់បន្តិចបន្តួចដើម្បីសម្រួលចរាចរណ៍ជូនទៅដល់បងប្អូនប្រជាពលរដ្ឋខណ្ឌកំពូលបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងនាមជាអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋនាព្រឹកថ្ងៃប្រហ័ស7កើតខែស្រាបឆ្នាំអូមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី20ខែសីហាឆ្នាំ2026នេះលោកខឹមសុនសូដាអភិបាលនៃគណៈអភិបាលខណ្ឌកំពូលបានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌនិងមន្ត្រីសង្កាត់ចុះពិនិត្យដោយផ្ទាល់នៅការជួសជុលផ្លូវដែលរងការខូចខាតរន្ធត្បាយសម្បុកមាន់ដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋទោះបីជារដូវវស្សានេះបរិមាណទឹកភ្លៀងបានធ្វើឲ្យផ្លូវមួយចំនួនជួបបញ្ហាក្លុករុនបាយខំនិងមានទឹកដក់បន្តិចបន្តួចហើយកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍមានកម្រិតក៏ដោយក៏រដ្ឋបាលខណ្ឌកំពូលក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌមិនបានបណ្តែតបណ្តាយឡើយដោយបានចាត់វិធានការដោះស្រាយជាបន្ទាន់និងប្រកបដោយការទទួលខុសត្រូវខ្ពស់ការចុះពិនិត្យផ្ទាល់នេះគឺធ្វើឡើងចាប់ពីចំណុចផ្លូវបេតុងខាងលិចវត្តភ្នៀតសំលីស្ថិតនៅភូមិទួលលៀបភូមិអង្គរជ័យនិងភូមិស្នោលិចក្នុងសង្កាត់ស្នោរហូតដល់ផ្លូវបេតុងលេខ42ស្ថិតនៅភូមិជំទាវម៉ៅសង្កាត់កំពូលខណ្ឌកំពូលរាជធានីភ្នំពេញតាមរយៈសកម្មភាពចុះស្ថាបនាក្នុងការជួសជុលផ្លូវនេះបានឲ្យឃើញពីឆន្ទៈនិងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំខណ្ឌកំពូលក្នុងការឆ្លើយតបទៅនឹងសំណូមពរនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋទោះស្ថិតក្នុងស្ថានភាពនិងលក្ខខណ្ឌការងារបែបណាក៏ដោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហាញក្តីសោមនស្សរីករាយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខណ្ឌដែលតែងតែគិតគូរពីសុខុមាលភាពនិងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់ជានិច្ចជាទីបញ្ចប់រដ្ឋបាលខណ្ឌកំពូលសូមសំណូមពរនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការធ្វើដំណើរដោយត្រូវគោរពច្បាប់ចរាចរណ៍និងលើដងផ្លូវជាពិសេសក្នុងរដូវវស្សានេះដែលអាចមានហានិភ័យណាមួយកើតឡើងជាយថាហេតុដើម្បីធានាសុវត្ថិភាព